ចូលចិត្តវាខ្ញុំចូលចិត្តចម្រៀងនេះអស្ចារ្យវាធ្វើឲ្យជីវិតរបស់យើងត្រូវបានចាក់សោជាប់ដូចនៅក្នុងពពុះដោយមិនបានមើលឃើញមិនបានចាប់អារម្មណ៍មិនបានស្ដាប់ឮនៅអ្វីដែលនៅជុំវិញខ្លួនឡើយ Ma secondo voi, oggi, ប្រវត្តិសាស្ត្រជាពេលវេលាកន្លងហួសទៅឆ្ងាយហើយត្រូវបានបំភ្លេចអស់ក្នុងរយៈពេលមួយពេញភ្នែកអ្វីគ្រប់យ៉ាងមកប៉ះទង្គិចផ្លូវចិត្តត្រឹមតែ2-3វិនាទីប៉ុណ្ណោះ Seguente, allora non so voi, ma quando vengo... ប៉ុន្តែតើនេះពិតជាតថភាពពិតមែនឬតើអ្នកស្ដាប់តាមនរណាតើអ្នកដើរតាមនរណាតើនរណាដែលចូលមកក្នុងជីវិតរបស់អ្នកហើយធ្វើឲ្យវាមានជីវិតរស់ឡើង បើលោកប្រាប់ឲ្យធ្វើអ្វីសូមធ្វើតាមទៅនេះជាអ្វីដែលព្រះនាងម៉ារីមានបន្ទូលប្រាប់ទៅពួកអ្នកបម្រើក្នុងកម្មវិធីអាពាហ៍ពិពាហ៍នៅភូមិកាណានៅពេលដែលស្រាទំពាំងបាយជូរអស់ពីតុហើយកម្មវិធីជប់លៀងប្រហែលជាដល់ទីបញ្ចប់ភ្លាមៗតើយើងអាចស្ដារកម្លាំងធម៌ពលនិងជីវិតឡើងវិញខណៈពេលវេលានៃការរួមរស់ប្រចាំថ្ងៃដោយរបៀបណាតើយើងអាចរស់កសាងសហគមន៍មួយដែលបានបាត់បង់ពន្លឺរបស់វាឡើងវិញដោយរបៀបណាយើងមានវិធីមួយសម្រាប់ដើរតាមជាវិធីនោះហើយដែលលើកទឹកចិត្តឲ្យយើងដើរតាមព្រះយេស៊ូវគ្រីស្ទជាសេចក្តីសង្ឃឹមរបស់ពួកយើងត្រង់តែមួយអង្គគត់ដែលអាចស្ដារសេចក្តីត្រេកអរឡើងវិញនៅពេលដែលអ្វីៗទាំងអស់បានក្លាយទៅជាសោកសៅពិធីអាពាហ៍ពិពាហ៍នៅភូមិកាណាគឺជាបំណងដ៏សំខាន់មួយក្នុងជីវិតរបស់ព្រះយេស៊ូវនៅក្នុងជីវិតរបស់យើងរាល់គ្នាដែលជាគ្រឹះបរិស័ទវាគឺជាខ្លោងទ្វារដែលសម្ដេចប៉ាបហ្វ្រង់ស៊ីសរំលឹកថានេះគឺជាទ្វារឆ្ពោះទៅកាន់ជីវិតរបស់អ្នកជឿគ្រប់រូបព្រោះវាជាសញ្ញាបញ្ជាក់យ៉ាងច្បាស់អំពីការសង្គ្រោះរបស់ព្រះជាម្ចាស់នៅក្នុងប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់យើងទោះជាយ៉ាងណាក៏ដោយយើងមិនមែនគ្រាន់តែជាអ្នកទេសនាដែលអង្គុយនៅក្នុងសាលដើម្បីសរសើរមើលការសម្ដែងអភូតហេតុនោះទេផ្ទុយទៅវិញយើងគឺជាចំណែកដ៏សកម្មនិងមិនអាចខ្វះបាននៃរឿងនេះយើងអាចនិយាយបានថាបើគ្មានយើងទេអភូតហេតុមិនអាចសម្រេចបានឡើយបើលោកប្រាប់ឲ្យធ្វើអីសូមធ្វើតាមទៅហើយមានទំនាក់ទំនងដោយសេចក្តីស្រឡាញ់រវាងគ្នាទៅវិញទៅមកព្រះជាម្ចាស់នឹងចាប់ផ្ដើមស្ថិតនៅជាមួយអ្នកវាជាសញ្ញានៃសេចក្តីល្អនិងភាពសម្បូរបែបនិងបង្កើតផលផ្លែជាច្រើននៅទីនេះតាមពិតទៅដំណើរសេចក្តីជំនឿសេរីភាពនិងការបម្រើត្រូវបានចាប់ផ្ដើមកើតឡើងវាគឺជាដំណើរការដូចគ្នាដែលបាននាំឲ្យដុនបូស្កូបានផ្ដល់ជីវិតដើម្បីបង្កើតបានគ្រួសារសាឡេសៀនឡើងមកគ្រួសាររួមទាំងយើងទាំងអស់គ្នាដែលតែងតែស្វែងរកស្រាទំពាំងបាយជូរដ៏ល្អដែលមិនចេះរីកស្ងួតនោះតើយើងត្រៀមខ្លួនជាអ្នកបម្រើដែលអនុញ្ញាតឲ្យខ្លួនឯងត្រូវបានដឹកនាំបំផុសគំនិតនិងលើកទឹកចិត្តដោយព្រះគ្រីស្ទហើយឬនៅសូមឲ្យយើងធ្វើតាមអ្វីដែលទ្រង់មានបន្ទូលហើយចាប់ផ្ដើមដំណើរការរបស់យើងផ្លូវដែលត្រូវដើរតាមទ្រង់មានចំនួន4ជំហានសាមញ្ញសូមចាប់ផ្ដើមដំណើរការប្រកបដោយកម្លាំងសេចក្តីសង្ឃឹមក្នុងបុណ្យអបអរសាទរឆ្នាំមហាករុណានៅអ្វីដែលបានកើតឡើងរួចហើយប៉ុន្តែត្រូវមានសេចក្តីក្លាហានចំពោះនៅអ្វីដែលមិនទាន់មកដល់ដោយជឿជាក់ថាព្រះជាម្ចាស់នៅមានរឿងជាច្រើនទៀតដែលត្រូវបានបង្ហាញដល់ពួកយើងម្នាក់ៗតើយើងបានធ្វើតាមព្រះអង្គរួចហើយឬនៅសូមមើលព្រះនាងម៉ារីមានវត្តមានក្នុងពិធីអាពាហ៍ពិពាហ៍ដោយការយកចិត្តទុកដាក់និងព្រះនាងបានកត់សម្គាល់អ្វីដែលកំពុងកើតឡើងព្រះនាងបានសម្លឹងមើលយ៉ាងជិតហើយព្រះនាងបានយល់ពីស្ថានភាពនោះគ្មានព័ត៌មានលម្អិតណាមួយរំលងពីភ្នែករបស់ព្រះនាងឡើយហើយពីចំណុចនោះចេញពីការសង្កេតយ៉ាងយកចិត្តទុកដាក់អ្វីដែលនឹងផ្លាស់ប្ដូរសាសនានៃពិធីជប់លៀងក៏បានចាប់ផ្ដើមសូមស្ដាប់អ្វីដែលសាសនិកសាឡេសៀនវ៉ាល់មានប្រសាសន៍
ព្រះハរតីប្រណីសន្តោសនៃគ្រួសារសាលីសៀននៅតែស្ថិតក្នុងដំណើរធម្មយាត្រានៅឡើយរាល់ពេលដំណើរធម្មយាត្រាតែងតែមានហានិភ័យខ្លះៗជួនកាលយើងប្រឈមមុខនឹងបញ្ហានៃការផ្សងព្រេងតាមផ្លូវដែលហាក់ដូចជាមិនទាន់មានអ្នករករកនៅឡើយក្នុងបរិបទនេះគ្រួសារសាលីសៀនគ្រប់រូបជឿជាក់លើវត្តមានជានិច្ចនៃព្រះវិញ្ញាណរបស់ព្រះត្រូវបានហៅឲ្យបន្តដំណើររបស់ខ្លួនដោយមានទំនុកចិត្តបន្តិចបន្តួចដោយដែលបានពិពណ៌នាច្បាស់ដោយកវីលោកអាន់តូឌីយ៉ូម៉ាចាដូក្នុងកំណាព្យរបស់លោកបាននិយាយថាអ្នកដំណើរអើយវាមិនមានផ្លូវស្រាប់នោះទេផ្លូវគឺការចេញពីការដើររបស់យើងខ្លួនឯងព្រះនាងម៉ារីបានតតឃើញអ្វីដែលកំពុងកើតឡើងហើយបានសាងសង់ផ្លូវមួយដែលពួកអ្នកបម្រើអាចដើរទៅបានទ្រង់មិននៅទីនោះដោយចៃដន្យទេព្រះនាងត្រូវបានគេអញ្ជើញទ្រង់មិនមែនជាភ្ញៀវធម្មតាដោយភ្ញៀវដទៃទៀតឡើយព្រះនាងបានចូលរួមយ៉ាងសកម្មក្នុងពិធីជប់លៀងចូលរួមក្នុងទូនាទីដ៏សំខាន់នោះហើយជាមូលហេតុដែលព្រះនាងមានអារម្មណ៍ថាត្រូវបង្ខំចិត្តធ្វើភារកិច្ចរបស់ទ្រង់ដោយជ្រើសរើសមិននៅប្រងើយកន្តើយឡើយការជ្រើសរើសចូលរួមជំនួសឲ្យប័ណ្ណប្រណិតរបស់ទ្រង់ដោយក្នុងនាមនយោបាយត្រឹមត្រូវចូលយើងរៀនពីទ្រង់ជៀសវាងធ្លាក់ចូលទៅក្នុងភាពប្រងើយកន្តើយដែលមិនត្រឹមតែបង្ហាញពីភាពត្រឹមត្រូវនៃអ្វីដែលកំពុងកើតឡើងនោះទេប៉ុន្តែលើកទឹកចិត្តឲ្យវាកើតមានដោយប្រយោលនិងអកម្មផងដែរយើងត្រូវតែចូលរួមយ៉ាងសកម្មក្នុងពិធីអបអរសាទរមើលអ្វីគ្រប់យ៉ាងមើលវាចិត្តអានវាចងចាំមើលវាចូលយើងទទួលស្វាគមន៍យុវជនចូលយើងមើលពួកគេសង្កេតចំណុចតូចៗទាំងអស់ព្រោះវាកើតឡើងនៅពេលនោះដែលព្រះអង្គម្ចាស់ធ្វើយើងភ្ញាក់ផ្អើលហើយសាមញ្ញការយកចិត្តទុកដាក់របស់មេដាក្លាយជាកំណត់ទ្រព្យដ៏មានតម្លៃនៃបេះដូងដែលបង្ហាញការប្រព្រឹត្តរបស់ព្រះជាម្ចាស់ចូលយើងរក្សាការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នចំពោះអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួនយើងសូមស្ដាប់ Whatever he tells you បើលោកប្រាប់ឲ្យធ្វើអ្វីសូមធ្វើតាមទៅអ្នកត្រូវធ្វើវាចូលចាំថាការយកចិត្តទុកដាក់មិនផ្ដោតលើតែអ្វីដែលត្រូវធ្វើទេប៉ុន្តែក៏ផ្ដោតលើនរណាដែលប្រាប់យើងត្រូវធ្វើអ្វីទោះបីត្រូវការប្រឈមទទួលក្នុងពន្លឺរបស់ព្រះគ្រីស្ទអ្នកម្ដាយតេរេសាសរសេរសម្បត្តិទៅប្អូនស្រីរបស់គាត់ ខ្ញុំបារម្ភថាអ្នកនៅតែមិនទាន់បានជួបព្រះយេស៊ូវដោយផ្ទាល់នៅឡើយអ្នកនឹងព្រះយេស៊ូវតែម្នាក់យើងអាចចំណាយពេលវេលានៅព្រះវិហារប៉ុន្តែអ្នកបានឃើញដោយផ្ទាល់ភ្នែកដោយវិញ្ញាណរបស់អ្នកថាទ្រង់ទូតមើលអ្នកដោយសេចក្តីស្រឡាញ់មិនយ៉ាងដូចម្ដេចតែអ្នកបានឮព្រះបន្ទូលរស់រវើកដែលទ្រង់មានបន្ទូលទៅកាន់អ្នកដែរទេ hearing ការឮការស្ដាប់ច្បាស់លាស់និងសាមញ្ញនិងការអញ្ជើញទៅការវិភាគដ៏សាមញ្ញទូលំទូលាយផ្អែកលើទស្សនវិជ្ជារឿងរ៉ាវបែបទស្សនៈបញ្ឈរព្រោះពេលមួយដែលយើងបានមើលការវិភាគពិភពលោកនិងផ្ដោតទៅទស្សនៈផ្ដេកយើងត្រូវតែយកចិត្តទុកដាក់ស្ដាប់រឿងរ៉ាវផ្សេងទៀតដូច្នេះសកម្មភាពដ៏សកម្មរបស់យើងមិនអាសាបងទទេឡើយជំនឿគឺជាការយកទីតាំងខ្លួនឯងក្នុងព្រះហស្ថព្រះអង្គម្ចាស់ដើម្បីបណ្ដុះឡើងក្នុងភាពប្រកបនិងសុវត្ថិភាពដែលចូលក្នុងបេះដូងដែលណែនាំដោយការប្រទានដ៏ឧត្តមរបស់ព្រះអង្គម្ចាស់យើងអនុញ្ញាតឲ្យខ្លួនឯងដឹកនាំដោយព្រះនាងម៉ារីនៅជាមួយទ្រង់ពោពេញដោយទំនុកចិត្តរបស់ព្រះនាងបង្រៀនដល់យើងស្ដាប់ព្រះអង្គម្ចាស់មុននឹងស្ដាប់ពិភពលោកយើងត្រូវស្ដាប់ទ្រង់ដោយប្រុងប្រយ័ត្នមុនការប្រព្រឹត្តដោយសារតែវានឹងក្លាយជាសោកនាដកម្មព្រោះជឿថាយើងកំពុងបម្រើព្រះនិងជំនួសលើកឲ្យធ្វើអ្វីៗដែលជាផ្ទាល់ខ្លួនដើម្បីក្លាយជាមនុស្សអស្ចារ្យតើការងារនិងការខិតខំទាំងប៉ុន្មានត្រូវខ្ជិះខ្ជាយគ្មានផ្លូវចេញនៃសេចក្តីសាសនាដែលពាសពេញពិភពលោកដែលនាំឲ្យយើងបដិញ្ញាចិត្តខ្លួនឯងដោយមិនដឹងថាយើងកំពុងបម្រើអ្នកណាគម្រោងគង់វាលអាចទទួលបានភាពជោគជ័យប្រសិនបើវាត្រូវបានចិញ្ចឹមបន្តដោយព្រះបន្ទូល សូមជ្រើសរើស I servi
អ្នកបម្រើស្ដាប់អនុញ្ញាតនឹងជ្រើសរើសក្នុងការជឿពេញលេញលើព្រះបន្ទូលរបស់ព្រះយេស៊ូវឲ្យដោយព្រះនាងម៉ារីបានស្នើសុំឲ្យពួកគេអនុវត្តប៉ុន្តែវាមិនមែនទាំងអស់ទេពួកគេចូលរួមធ្វើបែបនេះដោយទំនុកចិត្តនិងដោយចិត្តឆន្ទៈស្រឡាញ់ផ្ទាល់ខ្លួនដោយពួកគេចាក់ទៅបំពេញពាងទាំងមូលដែរព្រោះប្រសិនបើអ្នកជឿលើព្រះយេស៊ូវនោះមិនមានកន្លែងសម្រាប់ដាក់អ្វីផ្សេងទៀតទេចូលយើងរើសបទពិសោធន៍ពិតប្រាកដនិងវិធីសាស្ត្រទូលំទូលាយដោយដែលលោកពុកបូស្កូបានផ្ដល់ឲ្យក្មេងៗរបស់គាត់ដែរលោកផេត្រូព្រីដូបានសរសេរថាស្ថាប័នដុនបូស្កូដំបូងឡើយបានលូតលាស់យឺតប៉ុន្តែដោយបង្កើនកម្លាំងនិងកិត្តិយសដោយសាសនាចក្រនៃក្របស្ពៃក្តោបលោកក៏ដឹងពីរបៀបងាករកវិធានការខ្លាំងក្លាដូចជាការដកអធរជាដើមគាត់មានការព្យាយាមធ្វើនេះរួចរាល់ជាលើកដំបូងនៅឆ្នាំ1847សម្រាប់ក្មេងប្រុសនៅមជ្ឈមណ្ឌលយុវជនតួលេខដ៏ល្អដែលអ្នកចូលរួមមានចំនួន50នាក់នេះមានន័យថាត្រូវស្នាក់នៅពេលថ្ងៃនិងពេលយប់នៅក្នុងកន្លែងមជ្ឈមណ្ឌលយុវជនពេលយើងជឿលើព្រះយេស៊ូវមានកន្លែងសម្រាប់ដាក់អ្វីផ្សេងទៀតនិងកំហុសរបស់យើងមានកំណត់សមត្ថភាពមនុស្សកាន់តែពេញលេញនិងកាន់តែមានសេចក្តីរីករាយកាន់តែត្រៀមខ្លួនរួចហើយនិងកាន់តែសប្បុរសភាពជាអ្នកបម្រើពិតប្រាកដអាចបកស្រាយព្រះបន្ទូលរបស់ព្រះយេស៊ូវតាមរបៀបរបស់មនុស្សអ្វីដែលពួកគេអាចឬអ្វីដែលពួកគេគិតថាសមស្របនិងយុត្តិធម៌សមស្របលទ្ធផលនឹងក្លាយជាអ្វីមួយខុសគ្នាខ្លាំងវាដូចពេលដែលប្រឈមមុខនឹងបញ្ហាបន្ទាន់តម្រូវឲ្យមនុស្សឆ្លងកាត់មានការវែកញែកខេត្តផលប៉ុន្តែយើងដឹងថានៅពេលដែលយើងមកឃើញថាស្រាទំពាំងបញ្ជូននៃក្តីសង្ឃឹមគឺខ្វះការលបងគឺធ្វើឲ្យស្រាសល់កាន់តែតិចទៅមិនមែនទេចូលយើងផ្ដោតជំនឿលើបន្ទូលរបស់ព្រះជាម្ចាស់ដូច្នេះការងាររបស់យើងនឹងបំពេញដោយបរិបូរណ៍មិនមែនពេលវេលាយូរអង្វែងសម្រាប់គម្រោងរបស់យើងធ្វើឲ្យភ័យខ្លាចដល់យុវជនឡើយដល់ពេលត្រូវជ្រើសរើសជឿជាក់លើខ្លួនឯងទាំងស្រុងបោះជំហានទៅរកពីអ្វីដែលយើងដឹងនិងបំពេញពាងរបស់យើងជាមួយនឹងភាពសប្បុរសដ៏លោលប់ចិត្តសប្បុរសដែលទទួលពីព្រះអង្គម្ចាស់ che viene da Dio. សូមប្រព្រឹត្តយុវជននៅតាមបន្តស្វែងរកអ្នកដែលមានភាពក្លាហាននិងមានភាពជំនឿលើព្រះគ្រីស្ទពួកគេគឺកំពុងស្វែងរកវាប៉ុន្តែពួកគេគ្មានពាក្យសម្រាប់បង្ហាញវាចុះយើងវិញយើងត្រូវតែប្រព្រឹត្តដោយសេចក្តីក្លាហាននៃសេចក្តីជំនឿសម្ដេចប៉ាប Francis បានសរសេរថាជំនឿមិនធ្វើឲ្យយើងឃ្លាតឆ្ងាយពីពិភពលោកឬបង្ហាញថាมันពាក់ព័ន្ធនឹងកង្វល់របស់បុរសស្រីក្នុងសម័យនេះទេជំនឿធ្វើឲ្យយើងកើតនៅការពេញចិត្តចំពោះការកសាងនៃទំនាក់ទំនងមនុស្សព្រោះវាអាចយល់ដល់គោលបំណងចុងក្រោយរបស់ពួកគេនិងជោគវាសនាច្បាស់លាស់ក្នុងនាមព្រះជាម្ចាស់នៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ហើយតាមរយៈនោះប្រទានពន្លឺដល់ការបម្រើប្រយោជន៍ដ៏ល្អរួមគ្នាជំនឿគឺពិតជាសេចក្តីល្អសម្រាប់មនុស្សគ្រប់គ្នាវាគឺជាប្រយោជន៍រួមគ្នាវាជួយយើងក្នុងការកសាងសង្គមរបស់យើងតាមរបៀបមួយដែលពួកគេអាចដំណើរទៅកាន់អនាគតនៃសេចក្តីសង្ឃឹមយើងគឺជាអ្នកនាំយកស្រាទំពាំងបាយជូរដ៏ល្អយើងគឺជាសញ្ញានៃសេចក្តីស្រឡាញ់របស់ព្រះសម្រាប់យុវជនជាពិសេសក្នុងចំណោមពួកគេអ្នកដែលក្រីក្របំផុតយើងគឺជាសហការីក្នុងផែនការរបស់ព្រះសម្រាប់យុវជនយើងត្រូវតែធ្វើជាសាក្សីនៃបេះដូងសុភាពល្អយកពីការបំផុសគំនិតនៃពន្លឺរបស់ព្រះហើយជួយយុវជនឲ្យរស់នៅក្នុងពិភពឬក៏ក្នុងជំនឿជាមួយនៃត្រជានិងចិត្តដែលមានសេរីភាពរួចផុតពីសម្ពាធខាងក្រៅហើយតែយើងអាចរស់នៅតាមរបៀបនេះយ៉ាងដូចនេះគឺដោយការធ្វើសកម្មភាពក្នុងពិភពសេរីភាពនិងវិធីភ្ញាក់រលឹកខ្លួនពីព្រោះវាគឺជាជំរើសនេះហើយដែលកើតចេញពីការមើលនិងការស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលនៅជុំវិញយើងដែលនាំយើងឲ្យคล้ายជានៃដ៏សកម្មនៃជីវិតរបស់យុវជនសូមឲ្យយើងនិយាយទៅកាន់ពួកគេអំពីអ្វីៗនៅលោកនេះដែលរស់នៅក្រោមពន្លឺនៃព្រះជាម្ចាស់សូមឲ្យយើងនាំយកស្រាទំពាំងបាយជូរដ៏ល្អទៅឲ្យពួកគេដើម្បីឲ្យពួក
ពួកគេសូមអបអរសាទរជាមួយយើងនៅថ្ងៃនេះនៅទីនេះក្នុងពិភពលោកនេះសេចក្តីសង្ឃឹមគឺជាព្រះគ្រីស្ទនៅទីនេះនៅពេលនេះគឺទ្រង់ហើយដែលជំរុញសកម្មភាពរបស់យើងគឺទ្រង់ហើយដែលរំលឹកយើងនៅក្នុងពិធីជប់លៀងប្រចាំថ្ងៃថាជំនឿមិនមែនជាទ្រព្យសម្បត្តិឯកជននោះទេប៉ុន្តែត្រូវតែយកទៅបម្រើក្នុងពាំងដែលចាក់បំពេញរហូតដល់មាត់ពាំងព្រះពរគឺយុវជនទាំងឡាយណាដែលបានជួបអ្នកបម្រើទាំងនេះដែលពោពេញដោយសេចក្តីត្រេកអរពិតប្រាកដភាពទន់ខ្សោយភាពមានបញ្ហាគ្មានចក្ខុវិស័យភាពទទេស្អាតនេះគឺជាអ្វីដែលយុវជនត្រូវបានគេលើកមកនិយាយទូទៅក្នុងពេលបច្ចុប្បន្ននេះតើយើងប្រកាសដដែលទេថានេះគឺជាការពិតមែននោះតើយើងប្រកាសដដែលទេថាយើងមិនមែនជាអ្នកដែលអាចមើលឃើញការសម្លឹងចង់ដឹងរបស់ពួកគេនិងការស្វែងរកពិភពលោកពិតនោះតើយើងកំពុងរួមដំណើរជាមួយពួកគេទៅណាតើយើងកំពុងនាំយកស្រាទំពាំងបាយជូរថ្មីនៃអាពាហ៍ពិពាហ៍នៅភូមិកណ្ណាទៅឲ្យពួកគេដែរឬទេមានតែមួយរឿងគត់ដែលមានសមត្ថភាពស្ដារសេចក្តីរីករាយនិងសេចក្តីសង្ឃឹមឡើងវិញនៅកណ្ដាលនៃការលំបាកចម្ងល់និងភាពមិនច្បាស់លាស់យុវជនកំពុងស្វែងរកសំណើដែលគួរឲ្យជឿជាក់ពួកគេកំពុងស្វែងរកសាក្សីដែលមានឫទ្ធិអំណាចនៅក្នុងពិភពលោកពួកគេកំពុងស្វែងរកអ្នកជឿពិតប្រាកដនោះគឺជាបញ្ហាប្រឈមរបស់យើងជាបញ្ហាប្រឈមនៃគ្រួសារសាឡេសៀនទាំងមូលហើយនៅឆ្នាំនេះរឹតតែខ្លាំងក្លាថែមទៀតគឺជាបញ្ហាប្រឈមសម្រាប់សហការីសាឡេសៀនទាំងអស់ក្នុងឱកាសខួបលើកទី155ឆ្នាំនៃការបង្កើតមូលនិធិឡើងជាអ្នកបម្រើនៅក្នុងពិភពលោកជាអ្នកបម្រើនៅក្នុងពិធីជប់លៀងប្រចាំថ្ងៃសហការសាឡេសៀនគ្រប់រូបត្រូវបានហៅឲ្យសម្លឹងមើលប្រវត្តិសាស្ត្រដោយការអានសញ្ញានៃពេលវេលាដើម្បីផ្ដល់នូវបញ្ហាប្រឈមនិងការចាប់យកគ្រប់ទិដ្ឋភាពទាំងអស់ដើម្បីជ្រើសរើសអ្វីដែលត្រូវធ្វើនិងសកម្មភាពប៉ុន្តែរឿងទាំងអស់នេះអាចធ្វើទៅបានលុះត្រាតែដោយដែលដុនបូស្កូបានបង្ហាញពួកយើងតាមរយៈដំណើរដែលចាក់ឫសក្នុងជំនឿលើព្រះយេស៊ូវគ្រីស្ទតើនេះមិនមែនទទួលយកម្ដងទៀតនៅការអញ្ជើញរបស់ព្រះនាងម៉ារីឬទេបើលោកប្រាប់ឲ្យធ្វើអ្វីសូមធ្វើតាមទៅសហការីសាឡេសៀនត្រូវបានហៅឲ្យរស់នៅជាមួយបេះដូងដូចគ្នាជាមួយនឹងការលះបង់ដូចគ្នាក្នុងនាមជាសាឡេសៀនដើម្បីសង្គ្រោះយុវជនហើយនៅក្នុងខួបដ៏សំខាន់នេះខ្ញុំចង់អញ្ជើញពួកគេឲ្យរស់នៅតាមបេសកកម្មរបស់ពួកគេឲ្យអស់ពីសមត្ថភាពយើងទាំងអស់គ្នាស្ថិតនៅក្នុងពិធីជប់លៀងតែមួយសូមឲ្យយើងដើរជាមួយគ្នាសូមឲ្យយើងស្ដាប់គ្នាទៅវិញទៅមកសូមឲ្យយើងជួបគ្នាទៅវិញទៅមកគាំទ្រគ្នាយើងទៅវិញទៅមកពីព្រោះគ្រួសារសាឡេសៀននេះត្រូវការយើងទាំងអស់គ្នាក្តីសុបិនរបស់ដុនបូស្កូនៅតែបន្តដល់ពេលដែលយុវជនម្នាក់រកឃើញនៅក្នុងខ្លួនជាអ្នកអប់រំនៅអ្នកជឿម្នាក់ដែលកំពុងរស់នៅតាមជំនឿរបស់ខ្លួនឲ្យអស់ពីកម្លាំងកាយចិត្តហើយរួមជាមួយពួកគេយុវជននោះនឹងរកឃើញផ្លូវដើរខ្លាចជាខ្លួនឯងពិតប្រាកដ to truly become himself or herself នេះជាដំណឹងល្អដែលយើងត្រូវបានហៅឲ្យរស់នៅនិងប្រកាសប្រាប់តាមរយៈការដើរតាមព្រះយេស៊ូវគ្រីស្ទ following Jesus Christ